បាទសួស្តីបងប្អូនទាំងអស់គ្នានៅថ្ងៃនេះផងដែរខ្ញុំបានមកដើរលេងព្រៃបងប្អូនបាទហើយនេះគឺជាទស្សនវិជ្ជាព្រៃធម្មជាតិនៅទីនេះឃើញថាស្រស់ស្អាតខ្លាំងមែនទែនបងប្អូនអើយបាទគឺធម្មជាតិចាប់ដើមលាស់ស្លឹកហើយបងប្អូនខ្ញុំចាប់កាមេរ៉ាបងប្អូនមើលបាទឥឡូវខ្ញុំកំពុងតែបង្កាត់ភ្លើងបងប្អូនបង្កាត់ភ្លើងដាក់ដាំបាយហូបបាទឥឡូវភ្លើងចាប់ដើមឆេះបងប្អូននេះភ្លើងហើយថ្ងៃនេះផងដែរខ្ញុំមកគ្នា3នាក់បងប្អូនបាទហើយខ្ញុំបើកគូយន្តមកនេះគូយន្តហើយយើងចេញដំណើរមកពីព្រឹកតាំងពីម៉ោង6កន្លះបងប្អូនហើយលើទៅតែមកដល់ធម្មជាតិព្រៃឈើនៅទីនេះពិតជាស្រស់ស្អាតខ្លាំងមែនបងប្អូនឮសំឡេងសត្វបក្សាបក្សីយំព្រោះបងប្អូនស្អាតបងប្អូនមានអារម្មណ៍ស្រស់ស្រាយខ្លាំងមែនតើនេះភ្លើងបាទហ្នឹងហើយបងប្អូនទាំងអស់គ្នាឥឡូវខ្ញុំកំពុងតែដាក់ដាំបាយបងប្អូនបាទហើយបាយរបស់ខ្ញុំហ្នឹងគឺកំពុងពុះហើយបងប្អូនអើយអញ្ចឹងយើងឲ្យបាយយើងពុះមកស្ទុះសិនបន្ទាប់មកយើងនឹងកូរហើយអត់យូរទេបងប្អូនប្រហែលជាថាកន្លះម៉ោងទៅចុះបាយឆ្អិនហើយបាទថ្ងៃនេះមកលេងព្រៃបងប្អូនជាមួយមិត្តភ័ក្តិហើយមិត្តភ័ក្តិរបស់ខ្ញុំ2នាក់ទៀតគាត់ចុះទៅក្រោមហើយបងប្អូនបាទហើយយើងថ្ងៃនេះគឺយើងមកលេងព្រៃផងហើយយើងមករកត្រីនៅតាមព្រៃអញ្ចឹងណាបងប្អូនគឺនៅតាមស្ទឹងហើយយើងអត់ដឹងថានៅកន្លែងនេះសម្បូរត្រីឬមួយក៏ហើយយើងមិនទេហើយមិនទៅទៀតខ្ញុំនឹងទៅថតទឹកស្ទឹងឲ្យបងប្អូនទាំងអស់គ្នាទស្សនាកម្សាន្តឃើញថាទេសភាពនៅរដូវខែនេះគឺស្រស់ស្អាតខ្លាំងមែនទែនបងប្អូនបាទហើយនៅពេលដែលខ្ញុំមកព្រៃហ្នឹងគឺមានអារម្មណ៍ថាស្រស់ស្រាយសប្បាយចិត្តអញ្ចឹងណាបងប្អូនបាទអញ្ចឹងនៅពេលដែលយើងបានមកព្រៃយើងបានមកស្រូបយកខ្យល់អាកាសបរិសុទ្ធនៅឯព្រៃហើយមួយទៀតយើងមកដល់ព្រៃហ្នឹងគឺធ្វើឲ្យអារម្មណ៍របស់យើងគឺស្រស់ស្រាយហើយយើងមិនត្រឹមតែប៉ុណ្ណឹងយើងបានស្ដាប់សំឡេងសត្វបក្សាបក្សីយំព្រោះបងប្អូននៅក្នុងព្រៃបាទនៅផ្ទះគឺយើងឮតែសំឡេងឡានសំឡេងម៉ូតូអញ្ចឹងណាបងប្អូនប៉ុន្តែដល់ពេលយើងមកដល់ព្រៃគឺយើងបានស្ដាប់នៅសំឡេងធម្មជាតិក៏ដូចជាសត្វបក្សាបក្សីយំគឺព្រោះខ្លាំងមែនទែនបងប្អូនប្រៀបដូចចម្រៀងដែរប៉ុន្តែចម្រៀងចេញពីធម្មជាតិបងប្អូនឮតាវ៉ាវយំសត្វចាបព្រោះបងប្អូននៅរដូវខែប្រាំងនេះបាទបងប្អូនទស្សនវិជ្ជាដែលខ្ញុំមកលេងស្ទឹងបាទហើយបាយរបស់ខ្ញុំគឺពោះឲ្យបងប្អូនប៉ុន្តែខ្ញុំអត់បានជាត់ទឹកទេគឺទុកឲ្យខាស់តែម្ដងបន្ទាប់មកយើងកូរឲ្យដាច់ទឹកយើងនឹងរួចភ្លើងគឺផ្ងំបាយតែម្ដងអញ្ចឹងណាបាទទុកប្រហែលជាមួយស្ទុះទៅបាយយើងឆ្អិនបាទហើយមិត្តភក្តិខ្ញុំគេចុះទៅក្រោមគេទុកឲ្យខ្ញុំអ្នកដាំបាយអញ្ចឹងតួនាទីខ្ញុំគឺជាចុងភៅថ្ងៃនេះបាទដាំបាយធ្វើម្ហូបហើយមិត្តភក្តិរបស់ខ្ញុំ2នាក់ទៀតគាត់អ្នករកត្រីដោយសារគាត់អ្នកជំនាញរកត្រីអញ្ចឹងណាបងប្អូនបាទហ្នឹងហើយបងប្អូនទាំងអស់គ្នាបន្តិចទៀតខ្ញុំនឹងនាំបងប្អូនទាំងអស់គ្នាទៅថតទេសភាពនៅឯទឹកស្ទឹងឲ្យបងប្អូនទាំងអស់គ្នាទស្សនាកម្សាន្តអញ្ចឹងឲ្យខ្ញុំចាប់ដើមរៀបកូរបាយសិនបងប្អូន
đấy cứ theo mà cho mộtទឹកស្ទឹងហ្នឹងបងប្អូនបាទអូថ្ងៃបងប្អូនទាំងអស់គ្នានេះគឺជាទិដ្ឋភាពនៅឯទឹកស្ទឹងបាទឃើញថាទឹកឆ្លាវិញថ្លាឆ្វេងបងប្អូនអើយត្រជាក់ស្រាប់ខ្លាំងតែម្ដងបាទទឹកបាទចឹងខ្ញុំចាប់កាមេរ៉ាបងប្អូនទាំងគ្នាមើលបាទនេះគឺជាទិដ្ឋភាពទឹកស្ទឹងបងប្អូនបាទទឹកស្ទឹងហើយយើងមើលត្រីបាក់សាបាក់សៃគឺស្រស់ស្អាតខ្លាំងតែបងប្អូនអើយបាទនេះធម្មជាតិនៅឯទឹកស្ទឹងក៏ប៉ុន្តែខ្ញុំស្រឡាញ់បរិយាកាសបែបនេះខ្លាំងមែនទេបងប្អូនបាទនេះទឹកគឺថ្លាឆ្វេងបងប្អូនថ្លាឆ្វេងទឹកនេះជាបងប្អូនទឹកនេះជាមែនទេទិដ្ឋភាពហើយមានឈើយើងអត់ដឹងថាមានត្រីឬមួយក៏យ៉ាងម៉េចទេបងប្អូនបាទប៉ុន្តែយើងមើលទៅលក្ខណៈទឹកហ្នឹងគឺអាចថាមានត្រីបងប្អូនដោយសារទឹកថ្លាល្អបាទជាពិសេសត្រីរៀលត្រីសត្រីខ្ជាកក្រហមគឺសម្បូរបងប្អូនទឹកអញ្ចឹងណាស្អាតខ្លាំងតែបងប្អូនអើយបាទសម្រាប់ខ្ញុំថ្ងៃនេះគឺគេឲ្យនៅចាំកន្លែងបងប្អូនចាំកន្លែងដាំបាយអញ្ចឹងបងប្អូនបាទបងប្អូនឥឡូវខ្ញុំអង្គុយនៅម្នាក់ឯងចាំគ្នាពីរនាក់ទៀតគាត់អ្នករកត្រីបងប្អូនបាទហើយថ្ងៃនេះផងដែរគឺយើងមកជាលក្ខណៈដំណើរកំសាន្តបងប្អូនគឺយើងមកដើរលេងធម្មតាទេបាទយ៉ាងនេះឡើងយើងត្រឡប់ទៅវិញស្រស់ស្អាតណាស់បងប្អូនណាគឺជាស្រាប់កាប់ទៅខ្ញុំចូលចិត្តបរិយាកាសបែបនេះខ្លាំងមែនទែនបងប្អូនបាទម្ដងគឺធ្វើឲ្យយើងមានអារម្មណ៍ស្ងប់ស្ងាត់អារម្មណ៍របស់យើងគឺស្ងប់បងប្អូននៅពេលដែលយើងមកជាមួយនឹងធម្មជាតិគឺធ្វើឲ្យអារម្មណ៍របស់យើងគឺមិនមានការគិតច្រើនមិនសូវជាខ្វល់ខ្វាយអីចឹងណាបងប្អូនបាទមានអារម្មណ៍ថាតិចក្នុងចិត្តបងប្អូនអញ្ចឹងខ្ញុំទៅមើលបាយខ្ញុំវិញរៀងហត់បន្តិចបងប្អូនអើយការមកព្រៃយូរបាទឃើញថាបាយរបស់ខ្ញុំគឺចិត្តឆ្អិនហើយបងប្អូនផ្សែងហុយបរិយាកាសបែបនេះគឺខ្ញុំចូលចិត្តខ្លាំងមែនទែនបងប្អូនហើយសង្ឃឹមថាបងប្អូននឹងចូលចិត្តបរិយាកាសបែបនេះដូចខ្ញុំដែរបាទហើយនេះវល្លិនេះធំណាស់បងប្អូនណាវល្លិធំមែនទែននេះវល្លិនៅមាត់ស្ទឹងស្អាតខ្លាំងមែនទែនបងប្អូនអើយបាទបរិយាកាសបែបនេះយើងដាក់ដាំបាយហូបបែបលក្ខណៈដំណើរកំសាន្តបាទនេះព្រៃធម្មជាតិនៅទីនេះគឺស្រស់ស្អាតណាស់អ្វីដែលខ្ញុំចាប់អារម្មណ៍គឺធម្មជាតិហើយនឹងសំឡេង
សัตว์បាក់សាបាក់សៃយំបាទចឹងបងប្អូននៅទីជិតទីឆ្ងាយអាចទស្សនាវីដេអូរបស់ខ្ញុំបានតាមរយៈការធ្វើវីដេអូកំសាន្តបែបធម្មជាតិព្រៃព្រឹក្សាបែបស្រុកស្រែចំការអញ្ចឹងណាបងប្អូនចាក់ឲ្យបាយបងប្អូនហើយបងប្អូនទាំងអស់គ្នានេះគឺជាទឹកគ្រឿងម្ជូរស្វាយបងប្អូនបាទខ្ញុំធ្វើចាំមិត្តភក្តិរបស់ខ្ញុំ2នាក់ដោយសារតែគេឲ្យខ្ញុំចាំដំណាក់ទៅពេលអញ្ចឹងទៅខ្ញុំរៀបចំដាំបាយហើយនឹងធ្វើទឹកគ្រឿងបាទហើយមិត្តភក្តិរបស់ខ្ញុំ2នាក់ទៀតគាត់ទៅរកត្រីបាទហើយទឹកគ្រឿងគឺមើលទៅតំណងបងប្អូនបាទយើងមកដល់លេងព្រៃនៅថ្ងៃនេះបាទពួកចង់ហូបមែនទេបងប្អូនហើយបាទឥឡូវខ្ញុំធ្វើទឹកគ្រឿងពុះហើយនឹងដាំបាយឆ្អិនហើយនៅតែមិត្តភក្តិរបស់ខ្ញុំ2នាក់ទេគាត់ទៅរកត្រីមិនថាបានឬមួយក៏មិនចាំមើលស្ថានភាពជាក់ស្ដែងអញ្ចឹងណាបងប្អូនបាទកប់ហុកនេះបាទណាកែនបដិសមត្ថធំហើយនេះយោតំណងអាចារ្យចាំផែនណានេះក៏មិនកាន់ណាមើលបើទៅthế nào tiền 10 mượn đâu rồi bẹpสบายđời lấy free ngày này mò này man thì anh nghĩ tới mò này mò thọt cái video thì mò này bò sạch cả chạo ơi đấy cuồng ô mà chỉ cạn rồi đấy đi chăm được mình tầm nón là con cô ơi một lên spray này cái đây sọc nẹt xài để chúng ca chứ miền này tê miền này vẫn đang anh của Yon cái mặt thâm ấy này cây rô tray rồi tray ăn
នេះទៅគ្រឿងបងប្អូននេះខ្ញុំធ្វើនេះប៉ុន្តែមិនដឹងឆ្ងាញ់ទេនេះនេះឆ្អិនមួយហើយនេះបាទបងប្អូនទាំងអស់គ្នាឥឡូវគឺម៉ោង 1 កន្លះហើយពួកខ្ញុំទាំង3នាក់ក៏បានហូបបាយរួចហើយបងប្អូនបាទតែជាម៉ោង 3យើងនឹងធ្វើដំណើរទៅផ្ទះវិញណាបងប្អូនបាទឃើញថាម៉ោងថ្ងៃនេះគឺយើងមានអារម្មណ៍ថាសប្បាយខ្លាំងមែនទែនបងប្អូនយើងមកព្រៃយើងអាំងព្រៃហូបបាទតាមបែបលក្ខណៈធម្មជាតិទេណាបងប្អូនបាទហើយត្រីក៏ជាត្រីដែលធម្មជាតិដែរដែលយើងរកបានអញ្ចឹងណាបងប្អូនបាទឃើញថាទេសភាពនៅទីនេះគឺពិតជាស្រស់ស្រាយខ្លាំងមែនទែនបងប្អូនបាទឃើញថាខ្ញុំចូលចិត្តបរិយាកាសបែបនេះខ្លាំងមែនទែនបាទអញ្ចឹងដូច្នេះហើយក៏ចេះតែធ្វើវីដេអូឲ្យបងប្អូនទាំងអស់គ្នាទស្សនាកម្សាន្តបាទពីតំបន់ធម្មជាតិដែលខ្ញុំបានមកអញ្ចឹងណាបងប្អូនបាទឃើញថាសប្បាយខ្លាំងមែនទែនបងប្អូនអើយសង្ឃឹមថាយើងនឹងមានវីដេអូលើកក្រោយទៀតទាក់ទងនឹងការដើរលេងព្រៃធ្វើម្ហូបដាំបាយហូបអញ្ចឹងណាបងប្អូនបាទជាលក្ខណៈការដើរលេងកម្សាន្តបែបសប្បាយបាទដោយសារតែនៅផ្ទះយើងមានអារម្មណ៍ថាអត់សុខពេកដូច្នេះក៏ចេះតែនាំគ្នាមកលេងអញ្ចឹងណាដើម្បីបង្កើនភាពសប្បាយសម្រាប់ខ្លួនឯងអញ្ចឹងណាបងប្អូនបាទក្រោយពីសម្រាប់ពីការងារអញ្ចឹងនៅថ្ងៃស្អែកយើងនឹងបំពេញការងាររៀងខ្លួនវិញហើយដោយសារតែយើងទំនេរតែមួយថ្ងៃទេគឺថ្ងៃអាទិត្យបាទអញ្ចឹងថ្ងៃស្អែកគឺយើងមានការងាររបស់រៀងខ្លួនអញ្ចឹងយើងទៅបំពេញការងាររៀងខ្លួនអញ្ចឹងណាបងប្អូនបាទអញ្ចឹងយើងមានពេលតែមួយថ្ងៃទេដល់ពេលយើងមានពេលមួយថ្ងៃយើងដើរលេងអញ្ចឹងណាបងប្អូនបាទឃើញថាធម្មជាតិនៅទីនេះស្រស់ស្អាតណាស់បងប្អូនបាទដោយអ្វីដែលខ្ញុំបាននិយាយដែលអញ្ចឹងគឺនៅពេលដែលយើងមកព្រៃអញ្ចឹងយើងបានស្រូបខ្យល់អាកាសបរិសុទ្ធអញ្ចឹងណាបងប្អូនហើយយើងបានស្ដាប់ឮនៅសំឡេងរៃយំបាទឥឡូវរៃគឺកំពុងតែយំហ្នឹងបងប្អូនបាទហើយយើងបានស្ដាប់សំឡេងសត្វបក្សីយំគឺព្រោះខ្លាំងមែនទែនបងប្អូនបាទធ្វើឲ្យអារម្មណ៍របស់យើងគឺមានភាពស្រស់ស្រាយបងប្អូនបាទអញ្ចឹងមានន័យថាការរស់នៅរបស់យើងហ្នឹងគឺយើងត្រូវរៀនរស់នៅជាមួយនឹងធម្មជាតិការផ្សារភ្ជាប់ជាមួយនឹងធម្មជាតិគឺសំខាន់ណាបងប្អូនបាទអញ្ចឹងគឺធ្វើឲ្យអារម្មណ៍របស់យើងគឺមានភាពស្រស់ស្រាយតែម្ដងបាទសត្វយំព្រោះបងប្អូនមានដូចតៅបាវយំសត្វរៃយំបាទដោយសារតែរដូវខែនេះគឺជារដូវខែ3ហើយបាទរដូវខែ3ហើយថ្ងៃនេះផងដែរគឺជាថ្ងៃទី15បាទឃើញថាពេលវេលាគឺពិតជាលឿនខ្លាំងមែនតើបាទមិនយូរទេយើងនឹងឈានចូលដល់ខែ4ទៀតហើយពេលចូលដល់ខែ4យើងនឹងមានពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរយើងអញ្ចឹងណាបងប្អូនគឺមិនយូរទេបាទពីមួយខែទៅមួយខែគឺលឿនខ្លាំងមែនតើបាទហ្នឹងហើយបងប្អូនទាំងអស់គ្នាសម្រាប់វីដេអូមួយនេះគឺខ្ញុំសូមសម្រាប់ប៉ុណ្ណឹងសិនបើសិនជាមានអ្វីដែលតាក់ទងទៀតខ្ញុំនឹងថតឲ្យបងប្អូនទាំងអស់គ្នាទស្សនាកម្សាន្តពីតំបន់ព្រៃធម្មជាតិអញ្ចឹងណាបងប្អូនបាទអញ្ចឹងដោយសារនេះនៅពេលនេះគឺខ្ញុំនៅម្នាក់ឯងបាទខ្ញុំនៅចាំកន្លែងមិត្តភក្តិរបស់ខ្ញុំគេទៅរកត្រីបាទហើយយើងមានដុតភ្លើងដើម្បីកុំឲ្យរងាណាបងប្អូនដោយសារមិនយើងចុះលេងទឹកហែលទឹកទៅវារៀងត្រជាក់បាទការដើរលេងព្រៃគឺកុំចូលភ្លើងណាបងប្អូនបាទ
từ na cả đó cứ nó phải để dương châu prấy dương tàu đập phơn đập về nhận tới cứ dương máu cứ dương nhà làm có cái đảo bông bông bạn từ prấy cứ dương không cho phơn hoặc cứ từ miền phơn dương dương đất bằng phư đôi chia đặt làm bài thơm hộp chẳng là bông bông bạn chỉ vật đại châu prấy cứ nó phải để miền phơn cứ dùng khán là bông bông đây dương miền bỏ dương riệp cho máu phải cô dún bạn dương bơi cô dún máu cứ nhà làm sờ bái mà cô bạn cầm khăn lực đó dương nâng mò lên nơi tin nòng tiết và sau này dương miền tây về lía bạn đại khai cho dương mình miền tây về lía đây bằng cô và để sẽ phiếp sọt ạt khăn mình đây bằng cô nó bạn để sẽ phiếp cô trong tu sana hay cái này cứ chỉ từng nó cứ tập thả chơi tập chơi bằng bộ mà này bằng ôn là thêm nó bằng ôn một lọ muối một lọ này cứ cái hao tha còn trắng bằng bộ bạn còn trắng là bằng bộ một lọ nó dừng hộp bán là bằng bộ dừng hộp cho môi bọc bằng hộp rồi môi có từ đường tray bạn cứ dương hộp bán cứ ngắn bằng bộ nhưng mà bộ dương hộp dương cạnh tà đơm chẳng chẳng nè đơm được sấy nè dương vô từ thơm lộ hộp ngắn bằng bộ và dương vô từ ngó dương hộp cho môi nâng bọc bằng tray bọc bằng hộp nâng cứ ngắn bằng bộ và ở miền trên bộ miền trên trong bài tay bài thật kẹt phơi từ đường hộp mà hai ní cứ chưa tập hiệp từng cứ tập pha lo khăn đen con tập hiệp khi ta frost khăn mình tay bằng cổ nó và mình thưa với liên minh bọn này chập mà ai cũng mong cái thọt thôi thế không cười wow bà mới rất lên rồi phải rong tông thế này bật nào lên này thu hả giờ rồi